ពីម៉ាថាយចំពុក12នៅគ្រានោះព្រះយេស៊ូវទ្រង់យាងកាត់ស្រែនៅថ្ងៃឈប់សម្រាកឯពួកសិស្សទ្រង់គេឃ្លានហើយគេចាប់បូតគូស្រូវបរិភោគទៅពួកផារីស៊ីក៏ឃើញហើយគេទូលទ្រង់ថាមើលណោះសិស្សលោកធ្វើអំពើដែលគ្មានច្បាប់ធ្វើនៅថ្ងៃឈប់សម្រាកហើយតែទ្រង់មានបន្ទូលតបថាតើអ្នករាល់គ្នាមិនដែលមើលរឿងពីការដែលលួងដាវីតទ្រង់ធ្វើក្នុងការដែលទ្រង់នឹងពួកអ្នកនៅជាមួយបានឃ្លានទេឬអីគឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះហើយបានសោយនំប៉័ងតាំងទុកដែលគ្មានច្បាប់ឲ្យទ្រង់សោយឬពួកដែលនៅជាមួយនឹងទ្រង់ផងជារបស់ទុកសម្រាប់តែពួកសង្ឃប៉ុណ្ណោះឬអ្នករាល់គ្នាមិនបានមើលក្នុងក្រឹតវិន័យទេឬអីថានៅថ្ងៃជប់សម្រាប់នោះពួកសង្ឃនៅក្នុងព្រះវិហារក៏ប្រព្រឹត្តរំលងច្បាប់នៃថ្ងៃជប់សម្រាប់ឥតមានទោសវិញប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថានៅទីនេះមានមួយអង្គដែលវិសេសជាងព្រះវិហារទៅទៀតបើអ្នករាល់គ្នាបានយល់នៃសេចក្តីដែលថាអញចង់បានសេចក្តីមេត្តាករុណាមិនមែនយ៉ាញ់បូជាទេនោះអ្នករាល់គ្នាមិនបានបន្ទោសដល់ពួកអ្នកដែលគ្មានទោសឡើយត្បិតកូនមនុស្សជាម្ចាស់លើថ្ងៃឈប់សម្រាកដែរទ្រង់ក៏យាងចេញពីទីនោះចូលទៅក្នុងសាលាប្រជុំរបស់គេនោះឃើញមនុស្សម្នាក់មានដៃស្វិតហើយគេទូលសួរទ្រង់ថាតើមានច្បាប់នឹងប្រោសឲ្យជានៅថ្ងៃឈប់សម្រាកបានឬទេនេះគឺដើម្បីឲ្យតែបានរឿងចោទប្រកាន់ទ្រង់ប៉ុណ្ណោះតែទ្រង់ឆ្លើយថាបើអ្នកណាក្នុងពួកអ្នករាល់គ្នាមានជាមតែមួយហើយជាមនោះធ្លាក់ទៅក្នុងរណ្ដៅនៅថ្ងៃឈប់សម្រាកនោះតើមិនទៅចាប់ស្រង់វាមកទេឬអីឯមនុស្សតើមានតម្លៃលើសជាងជាមអមាមានទៅទៀតដូច្នេះមានច្បាប់ឲ្យធ្វើការល្អនៅថ្ងៃឈប់សម្រាកដែររួចទ្រង់មានបន្ទូលទៅមនុស្សនោះថាចូលលាតដៃអ្នកទៅគាត់ក៏លាតហើយដៃនោះបានជាដូចដៃម្ខាងតែពួកផារីស៊ីបានចេញទៅក្រៅគេក៏ពិគ្រោះគ្នារកហេតុនឹងធ្វើឲ្យទ្រង់វិនាសតែការព្រះយេស៊ូវបានជ្រាបនោះទ្រង់យាងថយចេញពីទីនោះមានទាំងមនុស្សកក់កុញដើរតាមទ្រង់ទៅហើយទ្រង់ក៏ប្រោសគេឲ្យជាគ្រប់គ្នាដែរទ្រង់ហាមផ្ដាច់មិនឲ្យគេប្រាប់ឲ្យបណ្ដាមនុស្សស្គាល់ទ្រង់ឡើយដើម្បីឲ្យបានសម្រេចតាមទំនាយដែលហោរាអេសាយបន្ទាយទុកមកថាមើលអ្នកបម្រើដែលអញបានរើសតាំងជាអ្នកស្ងួនស្ងៀមដែលជាទីពេញចិត្តអញនឹងដាក់វិញ្ញាណអញឲ្យសន្ធិដ្ឋនៅលើទ្រង់ហើយទ្រង់នឹងថ្លែងប្រាប់ពីសេចក្តីយុត្តិធម៌ដល់សាសដទៃទ្រង់មិនតតាំងនឹងគេឬស្រែកសម្រែកឡើយនឹងគ្មានអ្នកណាលើសំឡេងទ្រង់នៅក្នុងផ្លូវទេទ្រង់នឹងមិនផ្ដាច់ដើមត្រែងដែលបាក់ក៏មិនលត់ប្រឆេះដែលនៅហើយឡើយទាល់តែបាននាំសេចក្តីយុត្តិធម៌ឲ្យមានជ័យជំនះហើយអស់ទាំងសាសដទៃនឹងមានសេចក្តីសង្ឃឹមដោយនៅឈ្មោះទ្រង់នោះគេនាំមនុស្សម្នាក់មានអារក្សចូលដែលខ្វាក់ហើយគួរមកឯទ្រង់ក៏ប្រោសឲ្យបានជាគឺឲ្យមនុស្សខ្វាក់ហើយគួរនោះបានទាំងនិយាយហើយមើលឃើញផងតែពួកមនុស្សគេមានសេចក្តីអស្ចារ្យទាំងអស់គ្នាក៏និយាយគ្នាថាអ្នកនេះតើមិនមែនជាព្រះវង្សលួងដាវីតនោះទេឬអីតែការពួកផារីស៊ីបានឮពាក្យនោះគេក៏ឆ្លើយឡើងថាមនុស្សនេះដេញអរិយបានដោយសារតែបេលសេប៊ូលជាមេអរិយទេប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបគំនិតគេក៏មានបន្ទូលថាអស់ទាំងនគរណាដែលបែកទាស់តែគ្នាឯងនោះនឹងត្រូវវិនាសទៅហើយអស់ទាំងក្រុងណាឬផ្ទះណាដែលបែកទាស់តែគ្នាឯងនោះនឹងនៅស្ថិតស្ថេរពុំបានទេដូច្នេះបើអរិយដេញអរិយនោះមុខជាវាបែកទាស់គ្នាវាហើយយ៉ាងនោះធ្វើដូចម្ដេចឲ្យរាជវាស្ថិតស្ថេរនៅបានមួយទៀតបើខ្ញុំដេញអរិយដោយអាងបេលសេប៊ូលពិតនោះតើកូនរបស់អ្នករាល់គ្នាដេញអរិយដោយសារអ្វីវិញដូច្នេះវានឹងធ្វើជាចៅក្រមជំនុំជម្រះអ្នករាល់គ្នាហើយប៉ុន្តែបើសិនជាខ្ញុំដេញអរិយដោយសារព្រះវិញ្ញាណនៃព្រះវិញនោះឈ្មោះថានគរព្រះបានមកដល់អ្នករាល់គ្នាហើយឬធ្វើដោយម្ដេចឲ្យអ្នកណាចូលទៅក្នុងផ្ទះនៃមនុស្សខ្លាំងពូកែនឹងប្លន់យកទ្រព្យសម្បត្តិរបស់គេបានវាទៅចងអ្នកខ្លាំងពូកែនោះជាមុនសិននោះទើបនឹងប្លន់ផ្ទះរបស់គេបានអ្នកណាដែលមិននៅខាងខ្ញុំអ្នកនោះទាស់នឹងខ្ញុំហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំអ្នកនោះជាអ្នកកម្ចាត់កម្ចាយវិញហេតុនេះ
ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថាអស់ទាំងបាបហើយពាក្យប្រមាថនឹងអត់ទោសឲ្យមនុស្សលោកបានតែឯពាក្យប្រមាថដល់ព្រះវិញ្ញាណវិញនោះមិនដែលបានអត់ទោសដល់មនុស្សឡើយអ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្សនោះនឹងអត់ទោសឲ្យបានតែអ្នកណាដែលពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធនោះនឹងអត់ទោសឲ្យពុំបានឡើយទោះនៅនាលោកីនេះឬនៅបរោគនាយក្តីត្រូវតែរាប់ថាដើមឈើល្អផ្លែវាក៏ល្អឬថាដើមឈើអាក្រក់ហើយផ្លែវាក៏អាក្រក់ដែរត្បិតគេស្គាល់ដើមឈើដោយសារផ្លែវាពូជពស់វែងអើយដែលអ្នករាល់គ្នាអាក្រក់ម្លេះតើធ្វើដោយមិនដាច់នឹងឲ្យអ្នករាល់គ្នាពោលសេចក្តីល្អបានពីព្រោះមាត់តែនិយាយតាមសេចក្តីបរិបូរណ៍ដែលនៅក្នុងចិត្តធម្មតាមនុស្សល្អតែបញ្ចេញសេចក្តីល្អអំពីកំណត់ដ៏ល្អដែលបានកប់ទុកក្នុងចិត្តឯមនុស្សអាក្រក់វិញគេក៏បញ្ចេញសេចក្តីអាក្រក់អំពីកំណត់អាក្រក់របស់គេដែរហើយខ្ញុំប្រាប់អ្នករាល់គ្នាថានៅថ្ងៃជំនុំជម្រះនោះមនុស្សលោកនឹងត្រូវរៀបរាប់ប្រាប់ពីអស់ទាំងហេតុនៃពាក្យអត្ថប្រយោជន៍ដែលគេបាននិយាយបិទអ្នកនឹងបានរាប់ជាសុចរិតដោយសារពាក្យសម្ដីរបស់ខ្លួនឬនឹងត្រូវទោសក៏ដោយសារតែពាក្យសម្ដីនោះដែរគេនោះពួកអាចារ្យនិងពួកផារីស៊ីខ្លះគេទូលទ្រង់ថាលោកគ្រូយើងខ្ញុំចង់ឃើញទីសម្គាល់ពីលោកតែទ្រង់មានបន្ទូលតបថាដំណំមនុស្សអាក្រក់ហើយកំផិតគេចេះតែចង់ឃើញទីសម្គាល់តែនឹងគ្មានទីសម្គាល់ណាបានប្រទានមកទេក្រៅពីទីសម្គាល់របស់លោករបស់ហោរាយ៉ូណាស់ឡើយត្បិតដែលលោកយ៉ូណាស់បាននៅក្នុងពោះត្រីធំអស់3ថ្ងៃ3យប់យ៉ាងណាកូនមនុស្សក៏នៅក្នុងផ្ទៃផែនដី3ថ្ងៃ3យប់យ៉ាងនោះដែរឯមនុស្សនៅក្រុងនីនីវេនឹងឈរឡើងជាមួយនឹងមនុស្សដំណរនេះក្នុងគ្រាជំនុំជម្រះហើយនឹងកាត់ទោសឲ្យផងត្បិតគេបានប្រែចិត្តដោយឮសេចក្តីដែលលោកយ៉ូណាស់បានប្រកាសប្រាប់ហើយមើលនៅទីនេះមានមួយអង្គដែលវិសេសជាងលោកយ៉ូណាស់ទៅទៀតមហាក្សត្រីនៅស្រុកខាងត្បូងនឹងឈរឡើងជាមួយនឹងមនុស្សដំណរនេះក្នុងគ្រាជំនុំជម្រះហើយនឹងកាត់ទោសឲ្យផងដោយព្រះនាងបានយាងមកពីចុងផែនដីដើម្បីនឹងស្ដាប់ចំណេះរបស់លួងសាឡូមោនហើយមើលនៅទីនេះមានមួយអង្គវិសេសជាងលួងសាឡូមោនទៅទៀតកាលណាអរិយអសោយបានចេញពីមនុស្សទៅហើយនោះវាដើរចុះឡើងនៅកន្លែងហួតហែកដើម្បីរកទីឈប់សម្រាកតែរកមិនបានសោះនោះវាក៏គិតថាអញនឹងត្រឡប់ទៅឯផ្ទះអញដែលទើបនឹងចេញមកនោះរួចកាលវាមកដល់ឃើញផ្ទះនៅទំនេរបោសស្អាតហើយតុបតែងយ៉ាងល្អនោះវាចេញទៅនាំយកអរិយ7ទៀតដែលកាចជាងវាមកជាមួយផងក៏នាំគ្នាចូលទៅនៅទីនោះហើយសន្តានក្រោយរបស់មនុស្សនោះបានអាក្រក់ជាងមុនទៅទៀតឯមនុស្សដំណរអាក្រក់នេះគេនឹងបានដូច្នោះដែរការទ្រង់កំពុងតែមានបន្ទូលនឹងវងមនុស្សនៅឡើយនោះមេត្តានិងពួកប្អូនទ្រង់ក៏ឈរពីខាងក្រៅរកទូលនឹងទ្រង់មានម្នាក់ទូលទ្រង់ថាមើលនៅម្ដាយនិងប្អូនលោកធัวនៅខាងក្រៅចង់និយាយនឹងលោកតែទ្រង់ឆ្លើយទៅអ្នកដែលទូលនឹងទ្រង់ថាតើអ្នកណាជាម្ដាយហើយជាប្អូនខ្ញុំរួចទ្រង់លាតព្រះហស្ថចង្អុលទៅពួកសិស្សដោយបន្ទូលថានោះនៅម្ដាយហើយនឹងប្អូនខ្ញុំត្បិតអ្នកណាដែលធ្វើតាមព្រះហត្ថីនៃព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌គឺអ្នកនោះហើយជាប្អូនប្រុសស្រីហើយជាម្ដាយខ្ញុំវិញអាមែន